សួស្តីបងប្អូនទាំងអស់គ្នាតោះយើងមកមើលស្រៈអានៅក្នុងភាសាឥណ្ឌូនេស៊ីណាស្រៈអានៅក្នុងភាសាឥណ្ឌូនេស៊ីបញ្ចេញសំឡេងដូចទៅនឹងស្រៈអានៅក្នុងភាសាខ្មែរយើងមើលឧទាហរណ៍ខាងក្រោម apa ប្រែមកថាអ្វីណាអានគឺ apa ហើយបន្តមកទៀតយើងមើលពាក្យបន្ទាប់ bapa ណា bapa ដែលប្រែថាឪពុកឬក៏លោកណាអញ្ចឹងយើងមកមើលពាក្យបន្តទៀតគឺពាក្យថា makan ណា makan ណាស្មើទៅនឹងពាក្យថាញ៉ាំពាក្យមួយទៀតគឺពាក្យ pasar ណាពាក្យ pasar អញ្ចឹងនៅក្នុងភាសាឥណ្ឌូនេស៊ីពាក្យអក្សរ អ នៅខាងក្រោយត្រូវតែអានណាអត់ដូចភាសាខ្មែរយើងទេបើសិនតែភាសាខ្មែររបស់យើងគឺពាក្យអក្សរ រ នៅខាងក្រោមគឺអត់អានទេអញ្ចឹងអានតែផ្សារណាប៉ុន្តែបើសិនតែពាក្យឥណ្ឌូនេស៊ីគឺតែអានអក្សរ រ នៅខាងក្រោយទៅអញ្ចឹងគឺអានថា pasar ណាអូខេអញ្ចឹងយើងមើលពាក្យបន្ទាប់ទៀតគឺពាក្យថាការប៉ាន់ណាការប៉ាន់ណាការប៉ាន់ដែលប្រែថាពេលណាណាអញ្ចឹងស្រៈអានៅក្នុងភាសាឥណ្ឌូនេស៊ីគឺបញ្ចេញសំឡេងបែបហ្នឹងណាបងប្អូនអញ្ចឹងបើសិនតែបងប្អូនមានចំណាប់អារម្មណ៍នៅក្នុងការអានភាសាឥណ្ឌូនេស៊ីឲ្យបានកាន់តែច្បាស់ទៀតបងប្អូនអាចទិញសៀវភៅពីខ្ញុំបានណានឹងឲ្យអរគុណច្រើន